អីក៏អ្នកកំឡោះចាប់អារម្មណ៍ទៅលើក្រុមបុរាណវិទូបែបនេះអញ្ចឹងតាមមានរឿងអីទៅស្រស់ចាំងលោកស្គាល់ខ្ញុំហីខ្ញុំគឺរៀនបរិញ្ញាបត្រឯកនៅមហាវិទ្យាល័យបេជីងខ្ញុំគឺជុងរួយខ្ញុំពិតជាចូលចិត្តខ្ញុំក៏ជាសិស្សរបស់អ្នកគ្រូចែកដល់ហើយទីបំផុតបានជួបមិត្តរួមមហាវិទ្យាល័យត្រូវហើយជួបនៅកន្លែងឆ្ងាយបែបនេះទៀតផងតើមានការអីទៅមកកន្លែងបែបនេះទៅខ្ញុំមកចូលរួមពិធីមង្គលការរបស់មិត្តភក្តិលើថាមានក្រុមបុរាណវិទូនៅទីនេះខ្ញុំក៏ចូលមកមើលបន្តិចទៅនេះកូនប្រាប់ថាកូនឈ្មោះអីទៅខ្ញុំគឺជុងរួយសៀវជួងកូនប្រាប់ថារៀនចាប់បរិញ្ញាប្រវត្តិសាស្ត្រមហាវិទ្យាល័យបេជីងខ្ញុំចង់សាកល្បងបន្តិចមកមើលត្រង់នេះទៅកូនគិតថានេះគឺជាភ្នូររបស់អ្នកណាទៅត្រង់នេះគ្មានកំណត់ត្រាដែលបានសរសេរមានឈ្មោះភ្នូរស្ដេចនោះទេទោះបីជាមិនមែនជាភ្នូរស្ដេចក៏ប៉ុន្តែការស៊ូគឺជាការផ្សារភ្ជាប់ជាមួយនឹងភាគខាងលិចតាមការវិភាគអាចនឹងជាភ្នូររបស់មេទ័ពដែលស្លាប់នៅពេលធ្វើសង្គ្រាមមេទ័ពឬមួយក៏ជាមនុស្សនៅក្នុងរាជវង្សដែលស្លាប់នៅតាមផ្លូវសំហាជាសិស្សមហាវិទ្យាល័យបេជីងមិនធ្វើឲ្យខូចឈ្មោះនោះទេអ្វីដែលពួកយើងកំពុងតែរកភ្នូររបស់មេទ័ពធំដែលមានកេរ្តិ៍ឈ្មោះសម័យបុរាណណាប៉ុន្តែមានភ្នូរស្ដេចច្រើនណាស់ដែលស្វែងរកមិនទាន់ឃើញហើយបានជាអ្នកគ្រូចាប់អារម្មណ៍នៅភ្នូរមេទ័ពអញ្ចឹងក្នុងសម័យបុរាណវិទូយើងមិនដឹងទេថាត្រូវជួបអីនោះអ្វីដែលត្រូវធ្វើនោះគឺត្រូវជីករកភ្នូរកាលពីលើកមុនជីកគឺស្រួលប៉ុន្តែរក្សាគឺពិបាកមកទល់នឹងពេលនេះខ្ញុំនៅចាំនៅកិច្ចការស្រាវជ្រាវទាំងអស់នោះទីនោះគឺមានផ្ទាំងគំនូរនិងកណាត់មានតម្លៃថែមទាំងប្រែពណ៌ក្រោយពេលដែលប៉ះជាមួយនឹងអុកស៊ីសែនបានត្រឹមតែមើលគឺមិនអាចប៉ះបានទេក្នុងនាមជាអ្នកបុរាណវិទូគឺឈឺចាប់បំផុតណាអ្នកគ្រូចង់ប្រាប់ថាភ្នូររបស់ឈិញហ៊ួនគឺត្រូវបានបំផ្លាញហើយនៅមិនទាន់ច្បាស់ទេពួកយើងទទួលបានរបាយការណ៍ពីបុរាណវិទូមូលដ្ឋានគេរកឃើញភ្នូរដែលបានប្លន់ជាច្រើនកន្លែងពេលនេះហើយនៅរកផ្លូវមិនទាន់ឃើញណាមួយបន្ទប់ដាក់សពក៏គួរតែមានមាសឬមួយក៏អាចរករបស់ដែលធ្វើចេញអំពីមាសកប់នៅក្នុងនោះប៉ុន្តែតាមដែលពួកយើងស្វែងរកបរិវេណនោះមើលឃើញត្រឹមតែកាក់មាសអាចទៅរួចថាភ្នូររបស់ឈិនហ៊ួនគឺមិននៅទីនេះទេមើលទៅប្រហែលជានៅកន្លែងផ្សេងអាយ៉ាត្រូវតែចេះអត់ធ្មត់បើភ្នូរស្រួលរករៀនរកបែបនេះពួកចាំងគឺច្បាស់ជាប្លន់យកអស់ហើយក្រោយពេលដែលពួកយើងដឹងថាភ្នូររបស់ឈិនហ៊ួននៅចិត្តនេះទេពួកយើងក៏យកបានឧបករណ៍តនសម័យជាច្រើនមកជាមួយបែបនេះងាយស្រួលនឹងការជីករកមិនឲ្យអ្នកកំឡោះតូចគឺឈ្មោះសៀវជួងតែមិនដែរទេឈ្មោះសៀវជួងហីឃើញថាកូនមានចំណេះដឹងខាងបុរាណវិទូបើកូនចាប់អារម្មណ៍ធ្វើជាមួយនឹងអ្នកគ្រូនោះតំណេអាចមកចូលរួមបានណាទីនេះគឺស្វាគមន៍កូនជានិច្ចណាពិតមែនច្បាស់ជាបានហើយតែកូនត្រូវតែត្រៀមខ្លួនផងណាមើលទៅដូចជាសប្បាយប៉ុន្តែវាពិបាកណាកូនទ្រាំបានដែរទេគ្មានបញ្ហានោះទេអ្នកគ្រូមានប៉ូលីសចាប់បាននិយាយគ្នាលេងចាស់ណាចាំខ្ញុំត្រឡប់មកវិញបាទអ្នកគ្រូខ្ញុំចំនួន2012ចូលលោកចំនួនណាទៅខ្ញុំចំនួន2011អ្នកគ្រូម៉ាំងឮថាមានគេប្លន់ភ្នូរបារាំងត្រូវហើយខ្ញុំបានឃើញភ្នូរជាច្រើនត្រូវប្លន់ក្រៅពីជីកកាយហើយពួកយើងមិនឃើញអីទេប៉ុន្តែខ្ញុំជឿថាវាមិនងាយនៅទីនេះទេនេះមើលនេះទៅត្រង់នេះរួចហើយនៅត្រង់នេះទៀតឃើញដែរទេជុងរួយស្គាល់គេដែរទេគេរៀនចប់នៅមហាវិទ្យាល័យបេជីងគេពូកែណាស់